ចឹងណាលូបខាងក្រៅគេចង់ឲ្យលូបចេញ3ដងណាចឹងអ្នកឃើញមួយជួរ2ជួរ3ជួរតោះណាអញ្ចឹងនៅក្នុងលូបទី2នេះទៅគេ print value ឯណាមួយណាជាមួយខាងក្រៅអញ្ចឹងអ្នកគ្នាមកមើលអ្នកគ្នាណាអញ្ចឹង for loop គឺចេញពីលេខ1ទៅណាលូបមួយតង់ណាអូខេលូបមួយតង់យើងមើលតែលើនេះបានហើយអញ្ចឹងនៅក្នុងលូបទី2លូបទី2គេដាក់ថា j ស្មើ1 j តូចជាងឬក៏ស្មើ3ទៅ j បូកអញ្ចឹងនៅក្នុងនោះគឺគេ print value មួយគេដាក់ថាគេយក i នេះមកគុណជាមួយនឹង j នេះអូខេ i គុណនឹង1នឹង j អញ្ចឹងដំបូង i នេះគឺ1មែនទេលូបទី1លូបទី1គឺ i តម្លៃវាស្មើ1អញ្ចឹងគេយក1មកគុណជាមួយនឹង j អ្នកឃើញលេខ1ហ៎បន្ទាប់មក i របស់យើងនេះគឺស្មើ1នេះហ៎ i ស្មើ1ហ្នឹងចុះចឹងអានេះវាឡើងលេខ2មុនហ្នឹងឃើញទេអញ្ចឹង2គុណនឹង1 2គុណនឹង1ហើយ2គុណនឹង1 2អ្នកគ្នាឡូបាទគ្រូ2គុណ1 2គុណ1 2ចាំ1គុណនឹង2 1គុណ2ចង់វល់ដែរហ៎អញ្ចឹងមានថាលូបទី2នៅខាងក្នុងនេះគឺ print អ្នកគ្នាតម្លៃលេខ2តោះណាបន្ទាប់មកអានេះឡើង2មែនទេអញ្ចឹងមុននឹង2បង្ហាញ2ឲ្យយើងហើយបន្ទាប់មកអានេះឡើងដល់3ចេះនៅក្នុងលូបនេះខ្ញុំអត់ចង់បង្ហាញឲ្យគ្នាច្រើនដោយសារយើងរៀនម្ដងហើយអញ្ចឹង J នេះឡើង3ឃើញទេនៅពេលដែលលូបមកតង់ហើយនៅពេលដែលដល់មកតង់ទៀត J នេះឡើង3អញ្ចឹង3គុណនឹង1ស្មើ3អូខេអញ្ចឹងមានថាលូបប៉ុណ្នេះចប់ហើយឃើញទេលូបប៉ុណ្្នឹងចប់ដោយសារវាលូប3ដងនេះឃើញហើយឃើញលូប3ដងហ៎បន្ទាប់មកឃើញវាចុះបន្តឲ្យយើងមួយនេះឃើញវា print មកខាងក្រោមវិញនេះឃើញអត់អញ្ចឹងដោយសារអីដោយសារ print f នៅខាងក្រោមនេះឃើញទេអញ្ចឹងដោយសារតែ print f នៅខាងក្រោមហ្នឹងអញ្ចឹងនៅពេលដែលចប់លក្ខខណ្ឌមួយហ្នឹងវានឹង loop អានេះម្ដងទៀតហើយមុនហ្នឹងបើយើងអាចបើយើងមិនស្មើមួយមែនអត់អញ្ចឹងដល់ពេលដែលចប់ loop លក្ខខណ្ឌហ្នឹងអស់ហើយ increment វានឹងឡើងមួយទៀតមែនអត់អញ្ចឹងអាចបើយើងគឺឡើង2ហើយអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះនៅពេលដែល loop មកតង់វាមកចូលដល់ condition នេះដែរឃើញទេប៉ុន្តែវាខុសត្រង់ថា i នេះគឺជា loop ទី2តោះនេះអស់នេះអញ្ចឹងយើងមកមើលក្នុង loop នេះម្ដងទៀត j ស្មើ1ដដែលហេ j តូចជាងឬក៏ស្មើ3លក្ខខណ្ឌហ្នឹងគឺត្រឹមត្រូវបន្ទាប់មកគេឲ្យ print ថានេះ i របស់យើង i របស់យើងដែលយើងយកពីខាងលើនេះដំបូង i របស់យើង1មែនអត់ដល់ពេលដែល loop ជុំទី2អញ្ចឹង i របស់យើងគឺស្មើ2ហើយអញ្ចឹង2គុណនឹង1ស្មើនឹង2តោះនេះអស់នេះបន្ទាប់មក loop ប៉ុណ្្នឹងចប់វានឹងធ្វើការ loop ម្ដងទៀតដោយសារតែ loop ខាងក្នុងនេះអត់តន់ជួបលក្ខខណ្ឌ default ទេអញ្ចឹង j របស់យើងមុនហ្នឹង1ប៉ុន្តែនៅពេលដែល loop មកតង់ហើយគឺវាឡើង2ហើយអញ្ចឹង2នេះឃើញទេ2គុណនឹង2គឺឡើង4អត់ឃើញទេអស់នេះ2គុណនឹង2ស្មើ4អញ្ចឹងវានឹង print ម្ដងទៀតហើយនៅក្នុងនេះក៏អត់តន់ជួបលក្ខខណ្ឌ for ដែរតោះនេះអញ្ចឹងវានឹងឡើងទៅដល់រហូតទៅដល់3ឃើញទេអញ្ចឹង3តូចជាងឬស្មើ3អត់អញ្ចឹងលក្ខខណ្ឌនឹងនៅតែ true ដដែលអញ្ចឹងបើសិនជាលក្ខខណ្ឌ true អ្នកនេះយកយក2គុណនឹង3គឺឡើង6អត់អ្នកនេះឃើញអត់តោះនេះអញ្ចឹងបើសិនជា print នៅនឹងហើយវានឹងធ្វើការ increment ឲ្យយើងមួយទៀតអញ្ចឹង j របស់យើងកន្លែងនេះគឺឡើង4មែនទេអញ្ចឹង4តូចជាងឬក៏ស្មើ3អត់អរគ្នាអត់គ្រូអត់បើសិនជាអត់ loop ប៉ុណ្ណឹងគឺវានឹងធ្វើការជប់ loop ហើយតោះណាបន្ទាប់មកវានឹង print f ឲ្យយើងនៅខាងក្រោមនេះណាអញ្ចឹងនៅពេលដែល print f នេះ print នៅពេលដែល print f/n នេះគឺចុះបន្តណាអ្នកនរខ្ញុំប្រាប់លើកមុនម្ដងហើយ/n នេះគឺចុះបន្តណាអញ្ចឹងវានឹងធ្វើការចុះបន្តឲ្យយើងហើយតោះមកវានឹងមកដល់ខាងក្រោមម្ដងអញ្ចឹងមុនហ្នឹង i របស់យើងគឺស្មើ2មែនអត់ដោយសារវា loop ជុំទី2ណាអញ្ចឹង i របស់យើងនេះគឺឡើង3ហើយណាអញ្ចឹងវានឹងធ្វើការ loop អានឹងម្ដងទៀតបន្ទាប់មកវានឹងចូលទៅដល់លក្ខខណ្ឌ loop របស់យើងនេះមកតង់ទៀតអូខេតោះណាអញ្ចឹង j របស់យើងនេះគឺ1ដដែលណា1តូចជាងឬស្មើ3អត់អញ្ចឹងត្រឹមត្រូវលក្ខខណ្ឌ true ណាអញ្ចឹងបើសិនជាលក្ខខណ្ឌ true វានឹងមក print នៅក្នុងនេះម្ដងទៀតអញ្ចឹងដោយសារតែ i របស់យើងនេះគឺជាជុំទី3នៃ loop ហើយអញ្ចឹងបើយើងជំនួសទៅវាស្មើនឹងលេខចាឃើញទេ3ដោយសារតែ i របស់យើងគឺស្មើ3យល់ទេដោយសារ i របស់យើងគឺ loop ជុំទី3ណាអញ្ចឹង3គុណនឹង1ស្មើនឹង3តោះណាបន្ទាប់មកវាអត់តន់ជួបលក្ខខណ្ឌ for ទេវានឹងធ្វើការ loop អានឹងម្ដងទៀត
mà tay chạy sáng cứ chơi bây giờ nó cứ làng pì hài ở làng mùi tiền đấy nào sao thế increment nơi càng cao nhẹ cái nhé chẳng chơi bây giờ cứ smart pi pi tôi chiên được cái smart bay ọt lại khăn nó còn là tại tầm trời đài chẳng tại sao tại ai bây giờ lúc trong tí bấy chân dừng dỗ bấy con chỉ mùi nâng pì cái nhé bấy con nâng pi smart của mùi tao mà lại khăn nó cứ vì mình toàn chụp lại khăn pho tiết chẳng chơi bao giờ cứ làng bầy mà đòn chẳng bay tôi chiên rồi có smart bay ót lại khăn nó còn nơi tại trụ đài cái nhé chẳng viên nó phơ ca lúc hay rồi có đầm na ca execute code để nơi khẳng khăn nó mà đong tiết mà ta chạy sai lượng đi cứ video ai smart bay nó con cho mùi nâng đầm lại này chè kênh đầm lại này chè á chứ đầm lại này chè bây giờ muốn nó cứ láng bay nhé đầm lại này chè bây giờ cứ muốn nó cứ láng bay đòn chẳng bay con đường bay smart bùm buồn á to đấy anh em phần này cho bờ giò này thời làm hạt đánh to đấy thời tranh nhá cái gì sao vô thì sao vô anh ấy nhìn tôi xóa thay vì của bạn không cài vô tịnh từ sao đấy đừng rời nè cái miền computer chắc từ sao dương tất cả nó vọt phụ chết chết riêng câu việc đôi chị ấy môi đã đứt nhẹ là không nên từ riêng ấy môi chắc à to đây nè cái ăn được vọt mà tại vì ở đó thằng đôi cái nđất đôi cái nđất vị trí ấy tới dừng mình được môn rồi ấy vì ở trong tề cao là ta hai vì trời ca oi nè cái này ăn vọt nó bay là nè cái này ăn vọt nè cái này chọc đam cật nó bay là cái này cất cứ nè cái này chọc đam phai rồi ô ta hái đây cái đại chân đại trắng á chẳng bàn vì tới một card chắc bạn riêng ai thấy cái gì hả nè cái này trời ăn vọt ở tràn bằng phật ăn vọt được 4 bạch oi trăm tê bài oi trăm ní hết trăm cô từng tê song khăn dừng vô ông bị ăn này không ca đã ở đây thì trong bàn sân hay bật tỏ máu ấy mũi thiệt riêng cốt cũng tính như này này riêng cốt cứ cung tầm tinh này sao bởi hay tính cứ nữa đăng tá đã xa đây dạy cốt vì tràn vì cốt khoang cốt bán cốt giang vì tràn tới càng nghe chạy danh mình tên cứ vì mình tự đó thằng này này ở điền có thể vì là bên trẻ chắc mình kinh như thay vì chị bọt về sao chẳng ôi thằng này cái error môi nè cái này đọc bàn là nằng chắc là nắng nè cái này trăm là hỗ than nóไป để chụp lẹ khăn đã error chẳng nhìn từ đòn trẻ chẳng vì là biểu chẳng và đấy cũng chỉ trăm câu từng xong rồi xong ngay cứ như mình trăm câu từng đây cả nhóm đăng pdf phơ sao nhưng flop phơ là vì khối môi vì error cái lại nào mỗi chứ nhưng đăng thả nắng vì error chẳng về nhưng tự đặt sai cứ bạn nè còn tại up chim oi để cái trăm câu đấy càng là chim oi này đăng pi được biết đỏ về biểu chẳng chả đấy nhưng cả thà tao tại mình vay vô mạng vọt chắc mà nhầm sử trẻ này hả bây giờ hay lên computer ở vay tim môi hay trơn mình cứ computer lên ai thí ở vay để trơn mình nó cứ computer bây giờ bạn miền thế có nhưng sử dụng xây lên từ sau các bạn này nè là lên website nhé tại cái thằng là lên từ sau vì của bạn cho để sao keyboard bây giờ vì mình sử dụng keyboard này nó càng cao thì cho như là computer nữa tại sao từ sắp vì đang sắp ấy và thằng này là toàn miền tây đó này cái sử mơ bầm trận tết từ xây lên cái đá các bạn này xây lên cái đá cứ lươn một phật cái này xây lên nè và pan nắng này xây lên cái đá tập bay đón này cái này chầm một xây lên cái đá tập bay đón cứ này cái chầm vô một 200 đáy vậy nữa tụi bông phát cứ trăm đây này và tao bị trăm đây tới nè thấy nó trăm thao ô nó bị chân hà ní complete á nè nó cho đến cứ chuộng rồi mà làm hát cơ tranh bìa là bên chân này nó cái miếng print đọc cài đã khơi cái print cài cái này nói ở đâu họ si pro insert trả chữ thứ đấy nhóm có play năng đài nhóm ở mình chạm mà năng ấy tê green star in C programming nhưng chỉ đối sang là bạn bot sắp ngay cứ chỉ bạn bot chỉ bạn bot AI nhé nè chẳng ca đại dương riêng ca đại ấy cứ vì mình phim nghi sưu khlang chừng muốn hãy có nghi sưu không ca đi chơi chừng muốn chừng ngày đây sao là ở lấy này trong ban ấy còn món bán nè chắc
nè khơi nhé nè khơi print star pram đòn cái miếng đo này rectangle này nè khơi nhé là nhung print này mà chẳng là bị chạy như cái sao phụประเภทนี้คือវារៀងជ្រៅបន្តិចព្យាមកអ្នកគ្នារៀងគិតឲ្យច្រើនបានវិចេញណាឥឡូវគេសួរថា enter number of row ឥឡូវខ្ញុំអូថាខ្ញុំចង់បាន4 row អូខេឃើញទេឃើញ row ទី4នេះឃើញ low ទេឃើញ low ទេអ្នកគ្នាឥឡូវថាខ្ញុំរ៉ាមដល់ទៀតខ្ញុំចង់វាចេញ5 row 6 row 7 row ចាចង់ឲ្យចេញ3 row mình tranh 7 ấy nhẹ 1 2 3 4 5 6 7 8 cái to này là anh ấy nè khi mình vô khá khá ở này lấy dân vô bị process mà ở mong là sao khi dân ở ton anh ấy chẳng cho lại xem có riêng của bạn đây tranh mơ này vô sân trên từ bóng ó kịp bậc ca tha kịp bậc ca chị phải integer muối là không nó cứ game bậc ca ai bậc ca chê bậc ca ẩn to đấy anh ấy bên hai cái bậc ca bay variable chia bậc hết data type integer và tao mà cái min print f10 cái đã tha enter number of row nè ở dương bị cho lệch này row để dân trong ban bản man cho lệch phần nắng cái trái nhảy và tao máu cái min scan f10 sầm rạp chạm lệch ở đây để dân bàn bị cho này thấy nhé chẳng ở đây để dân bàn bị cho nó cứ chia scan f sầm rạp chạm tục hai cái pass thì rồi đi tới căn ẩn thấy nhé cái pass ở ấn và tao máu cái min for loop mùi hai cái đã thả nó không cứ expression thì mũi cái đã thả ai smile lệnh mùi cho nên ha for loop những cái đầm rồi ai cứ start trên bị mùi từ trên bị lệnh mùi từ và tao mau lệnh mùi thông chiêng ăn ở đây dẫn bàn bị trộn ở thà dương bị trộn này cũng bảy với năm một nắng nè ở thà dương bị trộn 7 đòn thôi nhé chẳng chuyên nghiệp mấy không nè mình rõ thành nè mình đã đâm bài khảo nhé thế mà vào đây là đâm bài mà nó chẳng dừng mới u thay nhưng bị trâu ấn nè cái nhé nè scan app bởi giống như một trâu 7 đòn là u thay nhưng bị trâu tầm 7 đòn ấy cho hỏi nhạc này sử dụng được copy đòn bán này ok khi bị trâu bị đòn ấy chính như bị trâu bị đòn chứ mình ha lịch pi thì nhưng mà bị trâu nó cứ về chặt tầm lại nó bỏ tạo ẩn toàn này này và tao nói ai bây giờ thì những bạn cả những cái ao đầm lấy với smart mùi đấy tao máu mùi nó tôi chiên rồi cái smart pi nè ăn bây giờ mà nó như bị trâu lịch pi ở toàn này chứ ngà pi nó cứ ăn ai nè thế thì do ăn một thiệp ấy và tao máu bờ sân chia lại khăn về tâm tới ở vì increment và tao máu vì đừng phơi cá đào cột được còn không này được đó tao máu cái đại cái min luôn mới tiền lúc nó cái hai nested lúc nó thành lúc được không mà tao tiền đấy đó anh ấy lúc bị đau chẳng khai gì nested loop ok chẳng là lúc bị đau những trẻ này này lúc bị đau cứ khai thá nested loop chẳng dân mà mơ này kia bậc ca thá chơi smart mùi chẳng chơi tôi chiên rư của smart mùi on nè cái nhé ai bây giờ nè cái vô ai nhập tâm á cái nhé cái vô ai nhập tâm chẳng bậc trẻ tích expression tí muối ní cái hai thá init vậy bằng đó expression tí pi cái hai thá condition expression tí bay cái hai thá increment ở đây thấy á tí muối cái hai cái in này cái in này cái hello init tí pi cái hai cái condition ok chân tí bay cái hai thá increment chẳng nó không increment được cái increment nó bằng lẽ nó cái mình have percent chia condition thì mỗi nè vì mình toàn chụp lại khăn fall thế vì nên tất cả execute code ở đây là càng khăn chẳng code nó càng khăn nó cái trong ai print extra đây cái là print thá cài hay ở đỏ clear mùi cái nhé nè khi mà tao máu viên được print cài mùi toàn đấy chẳng nó phải để print cài hai mình nắng ở toàn chụp lại khăn fall đấy mày nè chẳng mà tao nói bị ai nè cái dôi chê ní increment mùi tiền chứ mình ha chê bây giờ làng pi à này cái nhé phải nói cứ về làng pi chẳng ạ chẳng dân phơi ca luôn mà đón tiền tá lịch pi nắng tôi chiên rồi có smart mùi on rồi xa tái lúc bây giờ tớp tại đá trong thì mùi chê chẳng ai bây giờ cứ nơi tái lịch mùi giờ lấy chẳng pi tôi chiên mùi on là khả năng on trong trời tê
ចឹងបើអត់ត្រឹមត្រូវបើប៉ុណ្ណឹងគឺវាជប់បានហើយប៉ុណ្ណឹងឯងដោយសារតែជួបលក្ខខណ្ឌ fall នេះឃើញដោយសារតែ expression ទី2នេះជួបលក្ខខណ្ឌ fall ចឹងបើប៉ុណ្ណឹងគឺវានឹងធ្វើការជប់បាន automatic ឲ្យយើងបន្តមកវានឹងចុះបន្តឲ្យយើងមួយឃើញវាចុះបន្តមកខាងក្រោមហ្នឹងនេះឃើញវាចុះបន្តឲ្យយើងអត់បន្តមកវានឹង loop អានេះម្ដងទៀតចឹង loop អានេះម្ដងទៀតអាចឲ្យយើងចូលលក្ខខណ្ឌអីគេចូលលក្ខខណ្ឌអាចឲ្យយើងគឺស្មើ2ហើយដោយសារតែមុនហ្នឹងអាចឲ្យយើងគឺ increment វាបូក1ណាបូកនេះគឺបូក1ណាគ្នានេះសញ្ញាគេដាក់ថាបូកចេះគឺមានន័យថាបូក1ណាតិចផ្លេចអស់ហ៎អញ្ចឹងតិចផ្លេចអស់លេងណា អត់ផ្លេចទេលោកគ្រូ អូខ្ញុំការចឹងណាខ្ញុំរៀនក្រាញខ្ញុំវាយហ្មងសិស្សអញ្ចឹងអាចឲ្យយើងគឺឡើង2ណាអញ្ចឹង2តូចជាងឬក៏ស្មើ n នេះគេដែល n របស់យើងមុនហ្នឹងគឺយើងចាប់តាមតម្លៃដែលយើងបានបញ្ចូលមែនទេអញ្ចឹងលក្ខខណ្ឌហ្នឹងក៏វានៅតែត្រឹមត្រូវដែរដោយសារអី2តូចជាងឬក៏ស្មើ2អូខេអញ្ចឹងមានថាលក្ខខណ្ឌហ្នឹងមិនតាន់ជួប fall ទេអញ្ចឹងបើអត់តាន់ជួប fall ទេប៉ុណ្ណកូដប៉ុណ្ណឹងនៅក្នុងហ្នឹងគឺវានៅតែដំណើរការអញ្ចឹងបើលក្ខខណ្ឌ for loop នៅខាងក្រៅត្រឹមត្រូវវានឹងធ្វើការមក execute កូដនៅក្នុងម្ដងទៀតតោះណាអញ្ចឹងអាចរបស់យើងនេះមុននឹងយើងដាក់1ហើយមុននឹងច្រឡំកែដាក់2មុននឹង1ទេអញ្ចឹងចេរបស់យើងគឺស្មើ2អញ្ចឹងចេរបស់យើងស្មើ1នេះច្រឡំមើលលេអញ្ចឹងចេរបស់យើងស្មើ1តូចជាងឬក៏ស្មើ1អត់ដោយសារអាចរបស់យើងមុននឹងឡើង2ហើយ1តូចជាងឬក៏ស្មើ2អត់អញ្ចឹងលក្ខខណ្ឌហ្នឹងគឺ true មែនទេបើ true វានឹង print ឲ្យយើង1ឃើញវា print ឲ្យយើង1អត់បន្តមកលក្ខខណ្ឌហ្នឹងនៅពេលដែលវា true ហើយវានឹងធ្វើការ run អាហ្នឹងម្ដងទៀតឃើញទេប៉ុន្តែជាក់ស្ដែង J របស់យើងមុនហ្នឹងនេះ J របស់យើងមុនហ្នឹងដោយសារតែវា run 1ហើយអញ្ចឹងនៅពេលដែល increment 1 J របស់យើងគឺឡើង2តោះណានេះគឺវាឡើង2អញ្ចឹងអញ្ចឹង J ស្មើ2តូចជាងឬក៏ស្មើ2អត់ដោយសារតែ loop របស់យើងវាដើរដល់ជុំទី2តោះណាអញ្ចឹងជុំទី2ហើយរបស់យើងនេះគឺឡើង2ហើយតោះណាអញ្ចឹង2តូចជាងឬក៏ស្មើ2អត់អញ្ចឹងលក្ខខណ្ឌនឹង true ណា2វាមិនអាចតូចជាងតែវាអាចស្មើអញ្ចឹងលក្ខខណ្ឌហ្នឹងគឺ false true អញ្ចឹងបើ true វានឹងធ្វើការ run អាហ្នឹងឲ្យម្ដងឲ្យអ្នកនេះម្ដងទៀតឃើញវា print ឲ្យហ្នឹងម្ដងទៀតអត់បន្តមកប៉ុណ្្នឹងជាប់ហើយវានឹងធ្វើការ print ចុះបន្តឲ្យយើងមួយខាងក្រោមនេះអ្នកគ្នាអត់ដឹងតែវាចុះបន្តឲ្យណាបន្តមកអាយរបស់យើងនេះគឺឡើង3ឃើញទេអញ្ចឹង3តូចជាងឬក៏ស្មើ2អត់ដោយសារតែ n មុនហ្នឹងយើងបញ្ចូលតែ2ដងទេតោះណាអញ្ចឹងបើអាយរបស់យើងនេះឡើង3ប៉ុន្តែវាតូចជាងឬក៏ស្មើ2អត់លក្ខខណ្ឌហ្នឹង for បាទមែនទេ3ណាតូចជាង2តោះណាគ្នាយើងបាទអូខេមើលស៊ូមកប៉ុណ្ណឹងយល់អត់ស៊ូនឹងយល់អត់យល់តែចាលោកគ្រូ អាយ៉ាយល់តិចឯងកុហកមកកុំកុហក មែនប៉ាលោកគ្រូយល់តិចអត់យល់ទាំងអស់ទេ យល់តិចមកអត់យល់ឡើយណាសួរខ្ញុំដោយសារខ្ញុំធ្លាប់រៀនអញ្ចឹងបើខ្ញុំចំណាំនិយាយចេះគ្រូសួរយល់អត់បាទគ្រូយល់ណាយល់មោះមានយល់អីទេគាត់ថាចេះនិយាយទៅអញ្ចឹងពេលហ្នឹងខ្ញុំចេះនៅឃើញគ្រូមិនបញ្យល់ម្ដងទៀតមកអត់យល់ផងទេអត់យល់ឡើយណាមកសួរមកបញ្យល់បាន គ្រូកន្លែងយើងពេញលេខ2កន្លែង internal of role ហ្នឹងកន្លែងហ្នឹងបានថាយើងពេញយកយើងដាក់លេខ2ហ្នឹងជួរដែលគេចង់បានមែនលោកគ្រូតែបាត់តែខ្ញុំបញ្យល់ឡើងហ្នឹងទៀតគេប្រកាស integer មានហា3 variable គេប្រកាសក្នុងពេលតែមួយប៉ុន្តែវាត្រូវចេះ in j in n វាត្រូវចេះវាត្រូវតែចេះទេណាប៉ុន្តែបើជាប្រភេទ data type តែមួយអញ្ចឹងគេសរសេរអាចគេប្រកាសអាច data type មួយអញ្ចឹងតែគេដាក់ចេះបានណា j តែមកស្លាប់ n អញ្ចឹងមានថាអានេះអា3ហ្នឹងគឺជា data type ដែលគេប្រកាសមានថាគេប្រកាស data type មួយប៉ុន្តែក្នុងមាន variable 3 ដងតោះនេះអ្នកនេះយើងមិនបាច់ចាំសេចទេក៏បាន in j ឬក៏ in n នេះចេះក៏បានដែរស្អីដោយសារវាជា type តែមួយតោះនេះអ្នកនេះយើងសេចចឹងបានបន្តមកគេដាក់ថាចេះ print f នេះគេបញ្ជាក់ប៉ុណ្ណឹងណា
enter number of row តោះណាបន្ទាប់មកគេដាក់ scan f មួយមានថាដាក់ input មួយឲ្យ user គេបញ្ចូលតម្លៃតោះណាបន្ទាប់មកនៅពេលដែលបញ្ចូលតម្លៃហ្នឹងគឺគេបោះតម្លៃហ្នឹងឲ្យទៅកាន់ n នេះឃើញទេគេឥឡូវខ្ញុំព្រីមឲ្យអ្នកនេះម្ដងទៀតឥឡូវថាខ្ញុំបញ្ចូល3ឃើញ3នេះអា3លុបផ្លោតហ្នឹងអញ្ចឹងហ្នឹងឯងគឺជា input នេះឃើញទេអញ្ចឹងនៅពេលដែលខ្ញុំបញ្ចូល3ហើយខ្ញុំធ្វើការចុច enter ពងលេខពីរដងអញ្ចឹង3នេះមានដបងអត់មានកន្លែង J ស្មើ2លោកគ្រូកន្លែងហ្នឹង J ស្មើ1តើនេះហីឥឡូវខ្ញុំដាក់3អូខេឃើញ print 3ដងណាអញ្ចឹងកន្លែងនេះមានថាចេះបើសិនជាយើងអត់បានដាក់អញ្ចឹងទេយើងត្រូវដាក់ចេះនេះឃើញទេយើងត្រូវដាក់តម្លៃចេះដើម្បីឲ្យវា loop 3ដងមែនអត់នេះដើម្បីឲ្យ for loop នេះវា loop 3ដងប៉ុន្តែជាក់ស្ដែងណាជាក់ស្ដែងខ្ញុំអត់ចង់ឲ្យនេះឃើញទេអានេះឧទាហរណ៍ថាខ្ញុំចង់វាយលេខ32ដងណា32ដងក៏វានៅតែ print ឲ្យយើង3ដងដោយសារតែលក្ខខណ្ឌរបស់យើងគឺយើងដាក់3ដងមែនទេនេះឃើញទេចុះបើសិនជាឧទាហរណ៍ខ្ញុំចង់ឲ្យវា dynamic ណាអញ្ចឹងខ្ញុំដាក់ n មកហើយបន្តមកនៅពេលដែល user ឧទាហរណ៍ខ្ញុំចង់ឲ្យឧទាហរណ៍បើខ្ញុំវាយ32ដងវានឹងធ្វើការ print នឹង32ដងទៅតាមអ្វីដែលខ្ញុំបានបញ្ចូលអញ្ចឹងខ្ញុំកាន់ដែរនេះវាយ value ហើយនេះវាយ value នៅក្នុង input នឹងហើយបន្តមកចាប់ value នឹង store ទុកទៅហើយបន្តមកខ្ញុំយក value នឹងមក loop វិញមកឃើញឧទាហរណ៍ខ្ញុំចង់បាន32ដងវា loop 32ដងឃើញទេឥឡូវខ្ញុំ enter ឃើញអត់នេះ loop ច្រើនដងឲ្យយើងអត់គេអត់តោះនេះអស់នេះឃើញទេអានេះគេហៅថា dynamic វាអត់ static ទេណាឃើញទេខ្ញុំវាយ4ដងវា print ឲ្យយើង4ដងដោយសារវា loop block នៃ code ហ្នឹង4ដងឲ្យយើងតោះណាឥឡូវឧទាហរណ៍ខ្ញុំចង់ឲ្យវា3ដងខ្ញុំដាក់តែ3ចេះមកនេះទោះខ្ញុំវាយលេខនេះប្រហែលក៏វាអត់ខ្វល់ដែរដោយសារអីដោយសារតែយើងនេះលេខនេះយើងវាយប្រហែលក៏វាអត់ខ្វល់ដែរដោយសារតែវាមិនបានយកលេខហ្នឹងទៅកំណត់នៅចំនួននៃ loop ហ្នឹង loop របស់យើងដាក់តែ3ដងឃើញទេអញ្ចឹងចង់ឲ្យ dynamic ចង់ឲ្យ print ទៅតាមឬក៏ for loop ទៅតាមអ្វីដែលយើងបានបញ្ចូលគឺគេធ្វើការចាប់តម្លៃដែលបញ្ចូលហ្នឹងបោះទៅកាន់ n បន្ទាប់មកគេយក n ហ្នឹងមកផ្ទឹមវិញយល់ទេអ្នកនាងលក្ខខណ្ឌនេះខ្ញុំដាក់តែ3ឥឡូវខ្ញុំដាក់3វា print 3ដងឲ្យយើងឃើញទេអ្នកដូចខ្ញុំបញ្ជាក់អ្នកនេះអញ្ចឹងណារៀន IT អ្វីអ្នកត្រូវមានបំផុតគឺ computer មិនថាចាស់មិនថាថ្មីទេយកមកអ្នកគ្នាមិនទៅយកទៅធ្វើអីវាកាន់តែចុចតិចតួចទេមិនបាច់ទៅទិញអាទៅនៅពេកទេអត់ទេHello តលោកគ្រូតនគេបន្ថែមបាទអូខេមកមានអត់យល់អាញាទេអត់ប៉ុណ្ណឹងមកអត់យល់អាញាសួរបានណាកុំអត់យល់ឲ្យយើងទៅមុខបាទអាហ្នឹងនេះអានេះកាន់តែ for loop ឯណា for loop nested loop ទេតែអ្នកគ្នាមិនបាច់ទៅ focus លើ VA ច្រើនប្រហែលក៏បានដែរសារហ្នឹងវាកាន់តែជាមេរៀនទេចាក់អ្នកគ្នាមិនដឹងថាយកអានេះទៅធ្វើស្អីទេនេះអាចអញ្ចឹងតែវាជា basic មានថាវាជា foundation អ្នកគ្នាត្រូវតែចេះ foundation ជានិច្ចយល់អំពីថា for loop ហ្នឹងគេប្រើសម្រាប់ធ្វើអីហើយអា loop ពីរតង់គេយកទៅធ្វើអីវាតែប៉ុណ្្នឹងឯងអ្នកគ្នាត្រូវដឹងត្រូវយល់អំពី concept នៅពេលអ្នកគ្នាយល់មួយនឹងហើយអ្នកគ្នាចង់ទៅរៀនភាសា10 20ទៀតក៏វាមិនដែរ concept វាតែមួយទេ for loop គឺដើម្បីឲ្យមានថាធ្វើការ execute code នៅខាងក្នុង loop ហ្នឹងច្រើនដងដដែលទៅតាមលក្ខខណ្ឌដែលវា true បើមិនជាលក្ខខណ្ឌនេះ false ហើយគឺវានឹងធ្វើការឈប់ loop នឹងភ្លាមអញ្ចឹង loop តែប៉ុណ្្នឹងឯងអ្នកគ្នារៀន code គឺយល់អំពី concept វាថាហេតុអីមិនគេប្រើ for loop ហ្នឹងហេតុអីគេប្រើ scan f ហ្នឹងហេតុអីមិនគេប្រើ print f ហ្នឹងគោលបំណងគឺ print f គឺគេចង់ឲ្យ print តម្លៃណាមួយឲ្យទៅ user scan f នេះគឺគេប្រើប្រាស់សម្រាប់ចាប់ value ដើម្បីបោះតម្លៃណាមួយ store អាហ្នឹងទុកទៅតាមអ្វីដែលយើងបានប្រកាសអត់ទេfor loop គឺគេប្រើប្រាស់សម្រាប់ក្នុងលក្ខខណ្ឌដែលគេចង់ដំណើរការកូដណាមួយដដែលច្រើនដង
ណាចឹងសរសេរកូដព្យាយាមអ្នកគ្នាមិនទៅចាំពណ៌នេះទេកាលណាដឹងថានេះមិនតិចទៅអង្គុយចាំកូដអង្គុយទិញកូដទាំងអស់វល់ហើយដល់វល់ហើយយើងព្យាយាមដឹងវិញថានេះបន្តប៉ុណ្ណឹងគេសរសេរដើម្បីអីនេះគេសរសេរប៉ុណ្ណឹងគឺដើម្បីប្រកាស variable ដើម្បីប្រកាស variable ដើម្បីធ្វើការបោះតម្លៃឬក៏ដាក់តម្លៃណាមួយឲ្យទៅខាងក្នុងរបស់វាណាហើយគេសរសេរ print f នេះដើម្បីអីគេគេសរសេរ scan f នេះដើម្បីអីគេហើយគេប្រើ for loop ហ្នឹងដើម្បីអីឬក៏គេប្រើ for នេះ nested loop នេះដើម្បីអីតែប៉ុណ្្នឹងឯងអញ្ចឹងរៀនកូដស្រួលរៀនទេតែអ្នកគ្នាត្រូវដឹងថាមុខងារមួយវាគេយកមកធ្វើអីដឹងប៉ុណ្្នឹងអ្នកគ្នាចង់ធ្វើអីក៏ធ្វើចេញដែរចឹងខ្ញុំព្យាយាមសង្កត់ថាអូអា scan f នេះគេប្រើធ្វើអីហើយនៅខាងក្នុង scan f ហ្នឹងគេប្រើអីខ្លះដូចជាអាទី1នេះសំដៅទៅលើ data type ណាអាទី2នេះសំដៅទៅលើចាប់ value ដែល scan f នេះគេបានបញ្ចូលហ្នឹងបោះទៅកាន់តម្លៃឬក៏ variable ណាមួយដែលយើងបានប្រកាសដើម្បី store វាទុកអញ្ចឹងតែប៉ុណ្្នឹងឯងតោះណាអញ្ចឹងនេះវាជា nested loop ដោយសារតែខ្ញុំសួរទៅផ្លេចច្រើនដល់អញ្ចឹងយើងរំលឹកតិចទៅដោយសារមានគ្នាយើងខ្លះក៏មកក្រោយដែរស្អែកកុំភ្លេចប្រាប់គ្នាយើងផងយើងចូលរៀនវិញហើយកុំកិច្ចសាលាយូរពេកឲ្យកិច្ចសាលាមួយអាទិត្យហើយចុះមក exercise របស់យើងទាំងអស់គ្នាគេសួរថា what is a nested loop ជាអ្វីអ្នកគ្នាយ៉ាងទីមួយគេដាក់ថា a loop that repeats indefinitely a loop placed inside another loop a loop with multiple condition loop ដែលមាន condition ច្រើននៅខាងក្នុងហ្នឹងគេដាក់មួយទៀត a loop that run only one ដែលជា loop ដែលដំណើរការតែម្ដងគត់មួយណាអ្នកនរគ្នាមើលរះមើលទី3លោកគ្រូហេតុអីទី3មកបកស្រាយមកដោយសារតែវាមានលក្ខខណ្ឌណាអូខេឥឡូវយើងរះណាអូខេតាមគ្នាណាត្រូវអត់ឥឡូវwrong answer អកហើយឥឡូវចូលម្ដងទៀតខ្ញុំឲ្យចម្លើយនេះមានតែ2នេះឯងមួយណាមើលរះមើលភាបន្ថែមទី1គ្រូទី1ហ៎ a loop that repeat indefinitely រះមើលត្រូវអត់មើលតែខុសទៀតអកហើយអញ្ចឹងចម្លើយត្រូវគឺទី2នេះអូខេ a loop placed inside another loop ណា nested loop នេះគឺជា loop ដែលមាន loop នៅខាងក្នុងមួយតង់ទៀតបងណាដូចខ្ញុំបញ្ជាក់នេះអញ្ចឹង nested loop គឺជាប្រភេទ loop ដែលមាន loop 2តង់នៅខាងក្នុងគឺថាមានមួយតង់ទៀតនៅខាងក្នុងហ្នឹងគេហៅថាក៏នៅតែហៅថា nested loop ដែរណានិយាយទៅប្រភេទ loop ដែលមាន loop 2តង់ឬក៏3 4តង់ឡើងឬក៏2តង់ឡើងនេះគេហៅថា nested loop ហើយណា submit មើលទៅអត់ត្រូវទៀតចប់ហើយណែអូខេ correct answer អញ្ចឹងយើងចូលមក while loop ម្ដង while loop យើងមើលអ្នកគ្នាណានេះ loop can execute a block of code as long as specific condition is true មានថា loop គឺជាការ execute block នៃ code ដរាបណា condition អញ្ចឹងនៅតែលក្ខខណ្ឌ true តោះណាចឹងគេដាក់ថា loop are handy because they save time reduce error and they make code more readable ចឹង loop គេដាក់ថា loop គឺជាការដែលមានថាយើងសរសេរដៃយើងបានស្រួលណា handy ហ្នឹងព្រោះថាវាចំណេញពេលវេលាយើងមិនបាច់សរសេរកូដច្រើនហើយវាក៏ reduce error ដែរណាកាត់បន្ថយភាព error ហើយវាក៏ធ្វើឲ្យកូដរបស់យើងហ្នឹងស្រួលងាយស្រួលក្នុងការយល់ងាយស្រួលក្នុងការអានដែរអត់ណាតោះអានេះគេចូល while loop ម្ដង
chẳng đây nhôm chạy này này chẳng lúc dương miên tràn này dương miên sổ mở sợi mở này how many kind of loop in C programming mà việc tham miên bản loop nha cái chẳng loop cứ miên 7 nè miên 7 vì miên for loop vì miên while loop how nâng vì miên do while loop này này cái chẳng vì miên do while loop vì miên while loop hay nâng vì miên for loop đó này là hết chẳng này miên for loop còn này cứ miên while loop nè không while loop nó cứ vì bài chạy chỉ pi thì do while loop hay nâng while loop chứ những tự đang thao while loop nó vì đầm ná cả bạn mình trên cái đã thả the while loop repeat a block of code as long as specific condition is true chẳng mà mơ đó nè muốn nó dừng vậy tha for loop cứ miên bay expression này for loop bây giờ cứ miên bay expression vậy cái này expression thì muối expression thì pi expression thì 7 đó này mà ta chạy sai while loop bây giờ cứ miên expression tầm muối tê để expression nó tiết cứ chia condition mình hai vị chỉ là khăn mòn nè vị đại lại khăn vô mòn chắc tầm nào cao với bạn mình là nhưng mà mở đọc này nếu như phơi ca bật phần này tập sắp tới cho tập nó ra này này mình ok chẳng này không ní cái đại lại khăn tha cái đại lại khăn tha ai smartphone toàn đấy ở đây print nữa như kì chẳng viên print thả muôi bị bấy buồn print đã buồn thế nó cũng lại khăn đấy dương mình ai sẽ cho hết này giờ ai sẽ chẳng tê và lục mà là những xã sẽ mà đã lâu nhưng mà những xã sẽ chẳng mất tờ ở bên này dương thì là sẽ dương đã expression thì pi ở viện á tại sao tại vì miền expression tầm môi thế cái nhé nếu for loop cái miền expression bay vậy cái miền thì mỗi cái init thì pi condition thì bay chỉ môi năng increment mà ta vào lúc này vì chấm lại với miền tầm môi thế nè với miền tầm môi thế chứ mình học việc miền increment là không nó bảo vệ thế vì cho increment to increment đừng crom nè cái nhé chẳng vào lúc mình học về miền tái mùi lẹ khăn cột to này nè cho lấy một mơ đầm na cao về đó này dương bậc ca tha ái để mình đặt type chỉ integer ao em lại với smartphone tao mau dương đã tha val nó ông lấy máy cái bảo ra thằng này val nó np đai này cầm long pe đà ok ẩm long pe đai chắc mình ha ẩm long pe đai ai bây giờ ní khi tôi chiên pram on báo xin chỉ lệ khăn true vì nó phải cả ran code nó không tam đong họ miền lệ khăn increment ấy nó không đi đôi for loop tệ nè họ miền lệ khăn bạn này thế nè chúng cứ viên bạn đừng mong bởi dân trong ao vì increment nhưng xe crown chạy nhé từ xe đừng crown chạy ở từ xe này không nó tiết nè cái gì làm gì chả sẽ chẳng cứ không ra việc đâu ấy nè rồi sao tại one loop cứ miền condition tại mùi code admin init nhỉ admin init chứ hay con mà miền increment này thằng cao chết đài nó thấy anh đi để đó này ở miền increment này thằng cao chết đài anh đi có semicolon tế nè ở miền lại khăn trắng nè lấy ra nữa tờ đó ok cái nhé nếu bây giờ đạn với nâng bằng 2 tháng r cái nhé cái r mà cái đó chẳng tự nhiên bị chạy bằng tiết one loop cứ miền tai môi condition cột to đấy nào nhé ở đây vào lúc cứ miền tai môi condition code nếu bé tái for loop cứ miền bay expression nè expression thì muối expression thì pi expression thì 7 chấm lại ấy vào lúc cứ miền tai môi expression code đại expression nó cứ dùng tay từ lời condition rồi còn lẽ khăn á chẳng nó không cái đã thả ai mà sồn chẳng sồn tôi chiên pram on khả năng trâu này đó bởi sự trâu về đường print ở dương mùi khi print lịch sau này dương mùi á sạc lấy những cái đạn tha print ai gì nhé và tách cái đạn tha cho vào tận mình tiền chứ cho vào tận vì đường màu hàng cào tao mà ai bây chứ dương đã tha ai bột bột mình đi thăm bao nhiêu này ai nên cứ bộ môi này đấy chẳng ai lấy những cái làng pỉ cái nhé
អាឡៃនេះឡើង1ហើយតបងវា start ចេញពី0เนาะអញ្ចឹង1តូចជាង5អត់ true ដោយសារតែវាតូចជាងអញ្ចឹងវានឹងធ្វើការ print តម្លៃម្ដងទៀតដល់វាធ្វើការ print លេខ1យើងបន្តមកវាកញ្ចក់បន្តដូចឲ្យយើងដូចគ្នាបន្តមកកន្លែង i របស់យើងនេះគឺឡើង2ណា2តូចជាង5អត់ជាងតូចជាងណាបើសិនជាតូចជាងលក្ខខណ្ឌកន្លែងហ្នឹងគឺវាត្រឹមត្រូវអញ្ចឹងវានឹងធ្វើការមក execute code នៅខាងក្រៅនេះអញ្ចឹងវានឹង print លេខ2ឲ្យយើងអត់ទេបន្តទៅ print ហើយវានឹងធ្វើការបូកឲ្យយើងមួយទៀតអញ្ចឹងកន្លែងនេះគឺវាប្រកាសជាឡើង3មែនទេហើយយើងបូកដល់3ណាអញ្ចឹង3តូចជាង5ឬក៏អត់តូចជាងបើសិនជាតូចជាងវានឹង print តម្លៃលេខ3នេះឲ្យយើងឃើញវា print តម្លៃនេះឲ្យយើងអត់បន្តមកវាឡើង4ណាអាយវាយើងឡើង4ហើយអញ្ចឹង4ហ្នឹងតូចជាង5ឬអត់តូចជាងអញ្ចឹងបើសិនជាតូចជាងវានឹងធ្វើការ print តម្លៃលេខ4ឲ្យយើងបន្តមកវានឹងធ្វើការ increment ឲ្យយើងមួយទៀតអញ្ចឹងមុននឹងតម្លៃ4មែនអត់បើវា increment 1មានន័យថាអាយរបស់យើងនឹងគឺឡើង5ហើយអញ្ចឹង5តូចជាង5អត់ Hello អត់បើសិនជាអត់ទេលក្ខខណ្ឌហ្នឹងគឺឈប់ដំណើរការហើយឃើញទេឃើញវាចាប់ត្រឹមលេខ4ណាឃើញទេដោយសារតែលក្ខខណ្ឌរបស់យើងនេះអាចុងក្រោយគេ5នេះ5ហ្នឹងវាមិនអាចតូចជាង5ទេអញ្ចឹងបានកន្លែងនេះវាអត់ print តម្លៃ5របស់យើងទេមិនអត់វាចាប់ត្រឹម4អត់ទេអញ្ចឹងបញ្ជាក់នឹងគ្នាបន្តិចនៅក្នុងភាសាកូដ index គឺ start ចេញពីលេខ0ណានេះចាំប៉ុណ្្នឹងបានហើយ index គឺ start ចេញពីលេខ0នៅក្នុងភាសាកូដគឺរាប់ពីលេខ0ទៅលេខ0គឺមានតម្លៃណានៅក្នុងភាសាយើងធម្មតាយើងរាប់ថាលេខ1មិនមានតម្លៃមែននៅក្នុងគណិតវិទ្យាអីណាតែនៅក្នុងភាសាកូដលេខ1គឺមានតម្លៃលេខ0គឺមានតម្លៃចាប់ពីលេខ0ទៅគឺមានតម្លៃគេរាប់ទៅទៀតអ្នកគ្នាចូលទៅវល់អានេះណា1100 11អីចឹងទៅបើយ៉ាងអានេះ111ចេះអីបងឯងអាហ្នឹងដូចជាអាហ្នឹងគេហៅស្អីគេទេអា1100ហ្នឹងខ្ញុំភ្លេចបាត់ហើយចាំនេះឲ្យចូលខ្លួនឯងទេដោយសារ view ខ្ញុំភ្លេចអស់ហើយអញ្ចឹងតនេះអ្នកគ្នា while loop គឺមាន expression ឬក៏ condition ហ្នឹងតែមួយគត់ណាលក្ខខណ្ឌប្រើប្រាស់របស់វាគឺដូចគ្នាដដែលជាមួយនឹង loop ដោយវាមិនមាន increment នៅខាងក្រោយដូច for loop ទេណាបើយើងចង់ increment វាតតែយើងសរសេរនៅខាងក្រោមឬក៏បន្ទាប់បង្អស់របស់វាណាដាក់ increment ចាំមកវាដូចទៅដូចហើយណាតើអ្នកនេះប៉ុណ្ណឹងតើគឺតើអូខេឥឡូវខ្ញុំសួរវិញរវាង do while loop ហើយនឹង while loop បើយើងប្រើប្រាស់អ្នកនេះគិតថាមួយណាស្រួលប្រើប្រាស់ជាងសូមចម្លើយម៉ាក់ដល់គិតថា while loop ស្រួលប្រើជាងគ្រូដោយសារអីដោយសារ while loop វាមានតែមួយ condition មែនទេបើតែអ្នកគ្នាកុំភ្លេចណារបស់តែមានមួយមានថាឧទាហរណ៍ចារបស់មួយដែលឲ្យប្រយោជន៍អ្នកគ្នាតែមួយទេហើយជាមួយនឹងរបស់មួយដែលឲ្យប្រយោជន៍អ្នកគ្នាឬក៏អ្នកគ្នាអាចបត់បែនទៅសេរហូតទៅដល់3ដងមានថា3ចំនួនណាខ្ញុំគិតថាអានេះនៅតែស្រួលសម្រាប់អ្នកគ្នាសារ while loop នេះការងារចាក់ស្ដែងគឺអ្នកគ្នាអត់សូវបានប្រើប្រាស់ទេណាអត់សូវបានប្រើប្រាស់ទេអ្នកគ្នាប្រើប្រាស់ចាក់ស្ដែងគឺប្រើប្រាស់តែ for loop នេះទេណាតើណាអរអ្នកគ្នាតើគឺតើបានគ្រូអូខេអញ្ចឹងព្យាយាមមើលអា for loop នេះមែនតើដោយសារ while loop នេះការងារចាក់ស្ដែងយើងមិនសូវងាយប្រើទេបើមិនជាគេប្រើក៏គេប្រើ for loop នេះដើម្បីឆ្នៃដែរអញ្ចឹងខ្ញុំសង្កត់ឲ្យធ្ងន់ដល់អ្នកគ្នាមើលអា for loop ឲ្យមែនតើដោយសារការងារចាក់ស្ដែងទៅវាអញ្ចឹងខ្ញុំគិតថាបើអ្នកគ្នាគ្នាយើងអាចត្រឹមឆ្នាំទី2អីហ្នឹងយើងនៅបើយើងនៅភ្នំពេញស្រាប់ព្យាយាមរកឥឡូវយើងរៀនសិនទៅប៉ុន្តែយើងរៀនធ្វើម៉េចបុកឲ្យខ្លាំងភាសារៀន IT ឥឡូវវាប្រកួតប្រជែងច្រើនណាស់សិស្សវាមានច្រើនអញ្ចឹងសិស្សវាមានច្រើនហើយការងារនៅស្រុកយើងវាមិនសូវសម្បូរអីហ្មងទេអញ្ចឹងព្យាយាមប្រកួតប្រជែងមែនទែនហើយវាថានៅខាងភ្នំពេញទៀតគឺ
គេក៏រៀនយើងក៏រៀនអញ្ចឹងប៉ុន្តែសំខាន់លើទាំងអស់គ្នាដល់ពេលហ្នឹងសំខាន់លើទាំងអស់គ្នានៅពេលអ្នកគ្នាអនុវត្តច្រើនអ្នកគ្នាបានបទពិសោធន៍ច្រើនចេះច្រើនទៅកន្លែងការងារគេមើលតាមនឹងដែរណាឬក៏អ្នកគ្នាអាចថារៀនទៅហើយយើង start up ជា company ខ្លួនឯងទៅក៏បានដែរអញ្ចឹងបាទខ្ញុំព្យាយាមឲ្យអ្នកគ្នារៀនឲ្យច្រើន row research ឲ្យច្រើនដោយសារយើងរៀនបានច្រើនយើងប្រកាសជាច្បាស់ជាងគេហើយការខ្ញុំនៅរៀនខ្ញុំរៀនទី12អ្នកគ្នាខ្ញុំរៀនទី12កាលតែចប់ភ្លាមខ្ញុំព្យាយាមរៀនម្នាក់ឯងអង្គុយរៀនម្នាក់ឯងមកហើយរៀនតាមគេរៀនតាមទូរស័ព្ទទេផ្សេងកូដលើទូរស័ព្ទមកហើយទាំងតែការហ្នឹងគឺគេមិនតន់គ្មានអ្នកនឹងស្គាល់ទេ IT អីហើយអ្នកនៅស្រុកខ្មែរក៏មិនសូវមានអ្នកធ្វើវីដេអូបរិញ្ញាបត្រខ្ញុំរៀនមួយបរទេសអស់អង្គុយរៀនមួយគេសួរគេចោះការហ្នឹងពិបាករៀនដូចឥឡូវមាន AI មានអីជួយច្រើនណាអញ្ចឹងឥឡូវអ្នកដែលបកកាយឬក៏មានដងស្រាប់ដាក់ទៅគឺលឿនហ្មងចេះលឿនហ្មងជាពិសេសខ្ញុំឃើញគ្នាយើងម៉ានអ្នកហ្នឹងចាប់បានលឿនណារៀនកូដសិស្សបកកាយមែនទេនេះយើងសិស្សបកកាយកណិតអីម្នាក់ទេលោកគ្រូ តែខ្ញុំកាយខ្ញុំរៀនពិបាកដោយសារខ្ញុំអត់សូវបកកាយកណិតទេកាយខ្ញុំនៅរៀនអាទី12ខ្ញុំសឹងមិនសូវកិច្ចទេតែថាអត់សូវចូលរៀនកាយខ្ញុំនៅរៀនអត់សូវកិច្ចទេតែគាត់ថាវាអត់សូវចូលរៀនហើយមេរៀនខ្លះខ្ញុំអត់ចូលចិត្តអត់ចូលរៀនទេខ្ញុំចូលរៀនតែជាមេរៀនដែលចូលចិត្តដូចជារូបវិទ្យាខ្ញុំចូលចិត្តរៀនអូខេអញ្ចឹងឥឡូវការងារចាក់ស្ដែងរបស់យើងអ្វីដែលខ្ញុំចង់ឲ្យអ្នកគ្នាមើលគឺ for loop ណាមើលឲ្យមែនតើ for loop ហើយថ្ងៃនេះគឺយើងរៀន while loop ណាប៉ុណ្ណឹងអ្នកគ្នាព្យាយាមអ្នកគ្នាមើលឲ្យយល់សិនអញ្ចឹងអ្នកគ្នាចង់មើលមេរៀនបន្ថែមចូលមកណានេះចូលមកក្នុង W3 School ទៅហើយយើងរើសថា C programming ណានៅក្នុងនោះវាមានមេរៀនច្រើនណាចុចលើនេះមកឃើញទេវាមានឲ្យអ្នកគ្នា search ខ្ញុំវាយតែ C programming វាចេញមក C programming ចេញអត់អូខេគឺវា load មកហើយចាដំបូងគេនេះចុចលើហ្នឹងទៅជាងវានឹងរុញអ្នកគ្នាមកចាំអានេះមិនចូល website វិញឬក៏ចាស់ក៏បានដែរនេះអ្នកគ្នាមើលឥឡូវនេះឃើញមើលលើនឹងអត់ចូលមកឃើញទៅលើហ្នឹងហើយចុចលើ C ហ្នឹងមកជាងវានឹងចូលមកដល់ហើយណាចឹងមុននេះយើងរៀន while loop យើងចូល while loop ហ្នឹងមកនេះថ្ងៃនេះយើងរៀនមក while loop ណាហើយនឹងមាន example ច្រើនទៀតឲ្យអ្នកគ្នាណាអ្នកគ្នាអាចមើលបានចឹង for loop នេះគោលបំណងវាគឺដំណើរការ block នៃ code ដដែលទេប៉ុន្តែកាលថាវាមានតែមួយ condition វាអត់ដូច for loop ទេ for loop គឺវាមានច្រើន condition រហូតដល់13ណាប៉ុន្តែជាក់ស្ដែង while នេះគឺមានតែមួយ condition ឲ្យយើងទេយើងចង់ឆ្នៃអីក៏តតែយើងសរសេរនៅខាងក្រោមខ្លួនឯងអត់មាន increment នៅក្នុង automatic ដូច for loop ណាហើយ do while loop នេះតិចយើងនឹងរៀនថា do while loop នេះអីគេ do while loop គេដាក់ថា loop is a variant of while loop. This loop will execute a block of code will be execute the code block 1 before checking if condition is true, then it will repeat the loop as long as condition is true. Okay គេដាក់ថា do ហើយបានមាន while គេចម្លែកទេអ្នកនេះគាត់ចម្លែកទៅនេះឃើញទេតែនេះយើងមិនតាមមើលឥឡូវទេឥឡូវយើងមើលត while ទៅបានហើយតោះនេះអ្នកនេះនេះមើលត while ទៅបានហើយបើចេះហើយអា do while loop នេះគឺយើងងាយប្រើដែរព្យាយាមអ្នកនេះមើលអា loop នេះច្រើនទៅព្យាយាមរកលំហាត់ណាថ្មីមើលខ្លួនឯងឬក៏ចង់ឲ្យខ្ញុំដាក់លំហាត់ឲ្យក៏បានដែរតែខ្ញុំដាក់ឲ្យតែធ្វើអត់ចឹងខ្ញុំនេះហើយខ្ញុំវាយហើយហេបាទគ្រូ ចង់បានលំហាត់អត់ខ្ញុំដាក់ឲ្យឡូ គ្រូចាប់បើសិនជាអានវិធីអត់យល់ ហេអត់ដឹងទេអត់កោហើយអ្នកគ្នាខ្ញុំ recommend ឲ្យអ្នកគ្នាចេះនៅពេលខ្ញុំដាក់លំហាត់ឲ្យបើសិនជាយើងមើលព្យាយាមមើលអស់ចិត្តសិនបើយើងមើលអស់ចិត្តហើយយើងនៅតែមិនយល់បើកឆាត GPT មកណាហើយបន្តមក copy អ្វីដែលខ្ញុំបានដាក់ឲ្យអ្នកគ្នាហ្នឹងយកមកសួរវាមកវានឹងប្រាប់អ្នកគ្នាថាត្រូវធ្វើមិនហើយណាអានេះវាជាមានថាបើនិយាយចំយើងបើកចាក់ហ្នឹងតែខ្ញុំអត់ខកអ្នកគ្នាទេដោយសារតែការងារចាក់ស្ដែងក៏អ្នកគ្នាប្រើវាដែរ
វាហៀប្រើវាដែរវាអត់ដូចបរិបទមុនទេបរិបទមុនសរសេរកូដ research ពិបាកនេះមកសួរយ៉ាងនេះគេហៅ stack overflow នេះអង្គុយរកមើលមួយនេះអង្គុយរកមើលមួយអញ្ចឹងអូថាមួយណាត្រូវមួយណាខុសហើយក្នុងគេដាក់លីឡំគ្នាទៀតបើស្អីគេសួរសំណួរគ្នាដែរទៅវិញមកអានេះពាក់ព័ន្ធជាមួយការងារធំមែនតើគឺគេសួរគ្នាក្នុងនឹងច្រើនណាកន្លែងនេះគឺ platform សម្រាប់ developer គេសួរគ្នាហ្មងណាឧទាហរណ៍ error អីមួយខុសអីមួយអញ្ចឹងគេបានសួរគ្នាថាអូអាហ្នឹងខុស error អីគេដោយសារ error ខ្លះគឺវា technical ខ្លាំងពេលខ្លះ AI ក៏ជួយយកអត់បានដែរដោយសារវាអត់យល់ពីអ្វីដែលចង់បានជ្រៅអញ្ចឹងគឺគេមក search ក្នុង Stack Overflow តែនេះពិបាកមើលសប្ងៃមក search តា chat GPT ទៅឬក៏ AI ហ្នឹងវាដាក់ឲ្យយើងប៉ក់ត្រូវហ្មងអញ្ចឹងចាំមើលខ្ញុំរលំហាត់ដាក់ឲ្យហើយយើងព្យាយាមសាកធ្វើឲ្យយើងធ្វើការ run ណាធ្វើការ run បើសិនជាត្រូវអ្វីដែលខ្ញុំចង់បានអ្នកនេះមិនបាច់មកសួរ AI ទេតែបើសិនជា print មកវាខុសអ្នកនេះសួរ AI ទៅណាសួរ AI ទៅហើយឲ្យវា run code ឲ្យយើងមកតែមកយើងធ្វើការអនុវត្តតាមវាវិញដោយសារបដិបត្តិនេះគឺជាបដិបត្តិ AI ហើយអញ្ចឹងយើងត្រូវយកមកប្រើប្រាស់ឲ្យដូចលើមុនពេលខ្ញុំរៀនគ្រូអត់ឲ្យបើអញ្ចឹងមើលទេអញ្ចឹងអង្គុយគិតចង់បែកក្បាលឥឡូវអត់នេះខ្ញុំបើកដៃឲ្យអ្នកគ្នាពេលខ្ញុំដល់មកទៅអាចមើល AI បានអត់ជាបញ្ហាទេហើយយើងកុំភ្លេចប្រាក់គ្នាយើងផងអ្នកដែលអត់បានចូលរៀនថ្ងៃនេះចាំមើល YouTube ទៅហើយកុំភ្លេចស្អែកចូលរៀនផងកុំកិច្ចសាលាយូរពេកមកទឹកហើយបងណាអរគ្នាចាលោកគ្រូ អញ្ចឹងថ្ងៃនេះយើងរៀនតាវ៉ានឹងមួយបានហើយរៀនដល់អីផ្សេងខ្លាចអ្នកគ្នាជឿក៏បានតែលោកនេះវាតែប៉ុណ្្នឹងអញលោកហ្នឹងយើងលោករៀនលោកនឹងចាប់ខ្ញុំបង្ហាញអ្នកគ្នានេះតិចទេ pointer នេះអ្នកគ្នាមិនបាច់ទៅរៀនអីក៏បានដែរហើយយើងអាចទៅចូលអីថ្មីទៅអ្នកគ្នារៀន foundation ប៉ុណ្ណឹងបានហើយដោយសារ foundation យើងមិនទៅរៀនជ្រៅរៀនកាន់ឲ្យយល់ទៅបានហើយការងារជាក់ស្ដែងខ្ញុំនៅយកភាសា C ធ្វើអីទេប៉ុន្តែវាជា foundation អ្នកគ្នាត្រូវរៀនអញ្ចឹងបានឲ្យអ្នកទាំងអស់គ្នាមើលអាហ្នឹងមើលឲ្យយល់អំពីលក្ខខណ្ឌមួយតាមលក្ខខណ្ឌពេលណាទៅគេប្រើហ្នឹងលក្ខខណ្ឌមិនអង្គគេប្រកាសហ្នឹងគេប្រកាសដើម្បីអីផលប្រយោជន៍វាបែបអីរៀនកូដគឺត្រូវយល់អំពីដូចខ្ញុំបញ្ជាក់ហ្នឹងអញ្ចឹងអ្នកគ្នាដឹងថារបស់មួយប្រើប្រាស់យ៉ាងម៉េចតែប៉ុណ្្នឹងទៅអ្នកគ្នាអាចធ្វើអីគេចេញដែរហើយដំបូងចេះរៀនពិបាកដូចខ្ញុំក៏ខ្ញុំគិតថាពិបាកដែរតែអីទេអ្នកគ្នារៀនអនុវត្តដែរទៅដឹងតែមួយតិចទៅចេញជាផ្លែផ្កាអ្នកគ្នានឹងចង់សរសេរកូដវក់ហ្មងបងនេះអ្នកគ្នាឆ្កែបងចឹងនេះយើងទៅមកទៅចាំស្អែកយើងប្រាប់គ្នាយើងផងស្អែកចូលរៀនដោយសារមួយរយៈនេះខ្ញុំជាប់ការងារជាមួយខាង client អញ្ចឹងទៅពេលខ្លះក៏រវល់លេងទៅសុំតោអ្នកគ្នាមែនតើមកអាទិត្យមុនដោយសារតែពេលខ្លះខ្ញុំព្រៀងដោយសារខ្ញុំត្រូវជុំគ្នាជាមួយខាងក្រុមការងារដើម្បីនិយាយរឿងអាការងារហ្នឹងអញ្ចឹងហើយដោយសារតែយើងយកលុយគេមកហើយយើងអាចលេះខេះការដែរអញ្ចឹងទៅញ៉ាំបាយក៏ហមមកគ្នាឡើយអញ្ចឹងទៅពេលខ្លះអាចនឹងជាប់ level ចុះអីចឹងបើតែអត់អីបើសិនជាជាប់ level ខ្ញុំបញ្ជាក់អ្នកគ្នាខ្ញុំព្យាយាមធ្វើម៉េចបញ្ចប់មេរៀនឲ្យបានលឿនណាតោះ see you tomorrow គ្នាប៉ុណ្ណឹងបានហើយយើងបែកគ្នាបាយ ជម្រាបលាលោកគ្រូ បាទបាយ